បាទធ្វើតការមិញហ្នឹងបាទយើងហោះអស់ S16 ថនអាចៅទៀតបានមកតម្លាក់នៅក្រុងបាត់ដំបងឥឡូវធ្វើឲ្យសិស្សសាលាផ្អើលជូខរត់រួចកន្លែងទទួលមានសមត្ថភាពហើយសូមបងទាំងអស់គ្នាជួយ share ជួយ like ទាំងអស់គ្នាឲ្យបានដឹងដល់ពិភពលោកថៃឈ្លានពានកម្ពុជាបាទឥឡូវសិស្សចេញពីសាលាហើយរត់ចេញជាផ្អើលនឹងយកមកតម្លាក់នៅក្រុងបាត់ដំបងយើងចំនួន 4-5 គ្រាប់ធ្វើឲ្យជាប្រវត្តិសាស្ត្រសាលានេះក៏យំលហេមហាមបងប្អូនទាំងអស់គ្នាជួយ share ជួយ like ទាំងអស់គ្នាបានដឹងដល់ពិភពលោកក៏ដូចជាអង្គការសហប្រជាជាតិឥឡូវ S16 វាបានមកតម្លាក់ដល់ទឹកដីក្រុងបាត់ដំបងហើយអញ្ចឹងពីព្រំដែនមកចម្ងាយវា100 គីឡូជាងហើយវាឆ្លៀនពៀនមកទឹកដីខ្មែរយើងសុទ្ធសាធធ្វើឲ្យសិស្សសាលារត់ចេញបាទបងប្អូនទាំងអស់ជួយ like ជួយ share ឲ្យពិភពលោកបានដឹងពួកអាណិតក្មេងៗកំពុងតែរៀនសូត្រទង្វើយងខ្នងព្រៃផ្សៃរបស់ចៅសៀមវាធ្វើបាបប្រជាពលរដ្ឋខ្មែរយើងណានេះសិស្សសាលាផ្អើលជូឆចេញសូមជួយទាំងអស់គ្នាបានដឹងបងប្អូនទាំងអស់ណាឲ្យបានដឹងដល់ពិភពលោកអង្គការពិភពលោកបានទទួលស្គាល់នេះមើលឲ្យវាមកតម្លាក់នៅក្រុងបាត់ដំបងហើយចូលដល់ក្រុងបាត់ដំបងហើយគួយកំយំណាក្មួយណាកំយំណាម៉ាក់មកនៅក្មួយកំយំណាក្មួយណានេះក្មួយនេះនៅមីពូណានៅមីពូកំយំក្មួយណាកំយំក្មួយកំយំក្មួយនៅមីពូនេះក្មួយនំឈុយចាំម៉ាក់មកយល់ណាក្មួយណានេះធ្វើឲ្យក្មេងភ័យខ្លាចទាំងអស់អត់យំក្មួយអត់យំនេះនៅពូនេះអីនេះម៉ាក់ទៅមកយកឥឡូវរត់ចេញពីសាលាព្រមព្រៀងយំលហេមហាមនេះមកបាត់គួយកំយំធ្វើកំយំអីក្មួយកំយំយកឥឡូវភ័យគ្នាភ័យខ្លាចនេះរត់មកកំយំមួយអត់យំម៉ាក់មកនោះមានលេខម៉ាទៅមានលេខម៉ាខ្លួនផ្ទះណាចុះផ្ទះណាจะพูดตำราเลยนะจะพูดดูจำติดកំយំអត់យំនេះអូនណាទីមែនដល់ខ្លួនហ្នឹងអត់យំម៉ាក់មកនៅអូនណាទីមែនបាទជួយ share ជួយ like ដល់គ្នាបានដឹងដល់ពិភពលោកមកបំពេញដល់ពីព្រំដែនយើងមកដល់ក្រុងបាត់ដំបងនេះចំនួន129 គីឡូអញ្ចឹងវាមកតម្លាក់ក៏បែក S16 2 គ្រឿងមកតម្លាក់ភ្លាមហ្មងធ្វើឲ្យសិស្សសាលាផ្អើលជូឆរត់កិច្ចណានេះបងមកជួយក្មេងៗឆ្លងកាត់នេះយំ